ជាសួរពុកម៉ែបងប្អូនទាំងគ្នាហើយថ្ងៃនេះដែរយើងមើលទស្សនភាពនៅទីជនបទថាវាមានទស្សនភាពល្អបែបណាខុសពីនៅក្នុងទីក្រុងវាយើងឃើញនៅក្នុងវីដេអូស្រាប់ហ្នឹងគឺវាដំបូងគឺមេឃវារកភ្លៀងហើយបន្ទាប់ពីនឹងមកគឺចាប់ផ្ដើមមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់បក់ខ្លាំងទេបាទចំពោះអ្នកដែលគាត់ចូលចិត្តទេសភាពបែបសកស្រែងគាត់ថាវីដេអូមួយហ្នឹងពេលគាត់មើលអាចជួយជាការលើកទឹកចិត្តការរំសាយភាពតានតឹងរបស់គាត់ដែលគាត់ធ្វើការជាយូរថ្ងៃមានភាពតានតឹងកន្លែងការងារមួយចំនួនអញ្ចឹងគាត់ថាទេសភាពអស់ហ្នឹងនៃខ្ញុំចែករំលែកហ្នឹងគឺគាត់តែចង់ឲ្យគាត់មើលឃើញថារូបភាពទាំងអស់ហ្នឹងវាអាចផ្ដល់នូវភាពស្រស់ស្រាយយើងនៅតាមមធ្យោបាយដំណើរខ្លះតាមពិតទៅគាត់តែយើងមើលតែលើវីដេអូក៏វាអាចជាមួយផ្នែកមួយក្នុងការចូលរួមចំណែកកាត់បន្ថយភាពតានតឹងរបស់យើងដែរដូចបងប្អូនឃើញអញ្ចឹងគឺគ្រប់កន្លែងយើងមើលទៅគឺវាស្អាតមែនទែនទេសភាពស្រូវចាប់ដើមលើសបន្ទាប់ពីមានភ្លៀងធ្លាក់បន្ទាប់មកយើងមើលដើមឈើធំចាប់ដើមលើសខៀវខ្ចីមកទីធ្លាមួយចំនួនស្រូវដោះវែងហើយទីធ្លាវាស្រែមួយចំនួនស្រូវវានៅខ្លីនៅឡើយហើយក៏ដូចជាធ្លាក់វានៅតែបន្តធ្លាក់អញ្ចឹងរហូតដល់ល្ងាចបន្ទាប់ពីបងប្អូនបានមើលនៅវីដេអូទាំងអស់ហ្នឹងហើយតើប្រមាណភាគរយដែលបងប្អូនចូលចិត្តនៅទេសភាពបែបនេះហើយប្រមាណភាគរយដែលបងប្អូនគាត់មិនចូលចិត្តអញ្ចឹងវីដេអូទាំងអស់ហ្នឹងមិនបានចង់អួតអាងទេតែគាត់តែចង់ចែករំលែកនៅទេសភាពស្អាតៗនៅតាមទីជនបទតែប៉ុណ្្នឹងឯងសូមអរគុណ